បាទអញ្ចឹងប្រហែលជាមានបងប្អូនយើងខ្លះធ្លាប់ជួបបងប្អូនខ្លះក៏មិនធ្លាប់ជួបដែលពាក់ព័ន្ធទៅនឹងបញ្ហាជាប់ BitLocker Recovery បាទអញ្ចឹងតើបញ្ហានេះវាជាប់ដោយរបៀបណាដូច្នេះខ្ញុំសូមលើកមួយបញ្ហាដើម្បីមកដោះស្រាយបង្ហាញបងប្អូនទាំងអស់គ្នាបាទដែលពាក់ព័ន្ធទៅនឹងបញ្ហាខុស boot Windows ដែលធ្វើឲ្យជាប់ BitLocker នេះបាទអញ្ចឹងជាដំណោះស្រាយបងប្អូនត្រូវចូលទៅកែ boot នៅក្នុង BIOS របស់ laptop យើងបាទអញ្ចឹងទៅតាម model ឧទាហរណ៍ដូច model MSI ដែលខ្ញុំកំពុងតែបង្ហាញនេះដើម្បីចូល BIOS បានគឺយើងចុច key delete បាទអញ្ចឹងយើងចុច restart ឬបិទម៉ាស៊ីនបាទចុចបើកមកវិញមកបន្តមកយើងចុច key delete បាទចុចឲ្យជាប់បងប្អូនណារហូតតទៅវាចូលទៅដល់ BIOS បាទបងប្អូនឃើញទេដូចដែលខ្ញុំបានបង្ហាញអញ្ចឹងបន្តមកបងប្អូនសុំមើលមនុយបាខាងលើបងប្អូនឃើញពាក្យ boot ទេបាទអញ្ចឹងយើង select យកពាក្យ boot នឹងមកបាទបន្តមកយើងមើលមកក្រោមបន្តិចយើងឃើញ boot option ទេបងប្អូនបាទអញ្ចឹង boot option គឺ USB នៅលើគេបាទអញ្ចឹងយើងកែត្រូវដាក់ hard disk របស់យើងនៅលើវិញដើម្បីឲ្យវា boot ចូល Windows បាទអញ្ចឹងចុច enter មកបាទបន្តមកយើង select យក hard disk របស់យើងបាទហើយចុច enter ម្ដងទៀតបាទឃើញទេបងប្អូននេះ hard disk របស់យើងនៅលើហើយអញ្ចឹង option 1ហើយបាទអញ្ចឹងយើងចុច key S10 មកដើម្បីធ្វើការ save បាទអញ្ចឹងចុច key S10 បាទអញ្ចឹងបងប្អូនចុចមកបាទហើយយើងយក yes បាទអញ្ចឹងបងប្អូនចុច enter រួចរាល់វានឹងធ្វើការ save ហើយនឹង boot ចូលមក hard disk ទី1វិញបាទបងប្អូនចាំមក plate ចាំមើលលទ្ធផលទាំងអស់គ្នាបាទអូខេឥឡូវវា boot ហើយបងប្អូន boot ចូល Windows របស់យើងហើយបាទចាំមើលអ៊ុតលទ្ធផលទាំងអស់គ្នាតើវានៅជាប់ BitLocker ទៀតអត់បាទអូខេឥឡូវឃើញថាចូល Windows បាទឡើងមានបញ្ហាជាប់ BitLocker ហើយអរគុណសម្រាប់បងប្អូនដែលមានបញ្ហាអាច comment ខាងក្រោមបានបាទជម្រាបលា